ដីក្រុងធ្វើខ្លួនកម្មករសំណងជីវិនថាវាមិនសុងស្រួលរន់ឌូដូចជាធ្លាក់អន់លងដៃជើងរាងកាយមិនសំណងប្រឹងឡើងមានក្បាយច្រតងបើកភ្នែកពេលដែលចេញពីមុខស្លឹងជុំវិញខ្លួនឃើញតែបើកស៊ីម៉ងគឺសម័យខ្ញុំចង់ខ្លាចជាតារាប្រឹងជុំទៀលនៅកន្លែងធ្វើការយកស្រោតតដៃជើងនៅដៃចោពេលដែលវាលោតហោះបោកទំនុកទាំងសៀងឡាចេញក្មេងនេះចាប់ក្តីស្រមៃមួយជាមួយភ្លេងមួយជាមួយតន្ត្រីមានតែការគិនមានតែខោវិស័យតែបើសិនជាប្រៀបធៀបដូចជាមេឃនឹងដីពីប៉ុនដល់8ដៃកាន់មេក្រូគេបោកស៊ីសទៅមលីអូហាក់តែចង់ល្បីលើសលេងស្រែកហូរលាយដូចឡានកិនស្អុយដូចជាអាចគោអូហូរឿងដែលវាហួងជីដីកប់ចោលទៅចង់មកកម្មពីចាត់ទៅខ្ញុំរំដកក្រុងមិនចង់ប្រៀបធៀបឡៃលើរបបជុំចាត់ទៅហៅសកម្មទៅពួកលោកអស់ទាំងដែរដែលមកជន់ដីក្រុងធ្វើខ្លួនកម្មករសំណងជីវិនថាវាមិនសុងស្រួលរន់ឌូដូចជាធ្លាក់អន់លងដៃជើងរាងកាយមិនសំណងប្រឹងឡើងមានតែបាយច្រតងបើកភ្នែកពេលដែលចេញពីមុខស្លឹងជុំវិញខ្លួនឃើញតែបើកស៊ីម៉ងថ្ងៃសុំលើសុំត្រូវចែកដាច់ពីគ្នានេះដែលចង់ជន់មានវិជ្ជាទៅដើរជន់មាននិយាយអាក្រក់ក្រោយក្នុងមិនចេះតែស៊ីមកទៅបងលឺអត់អាចមានពួកអាគ្មានប៉ុនបងអើយថាមិនចង់និយាយព្រោះនិយាយទីអត់និយាយចេញមកលខេលខាងដូចមិនមកចេញពីព្រៃព្រោះប្រូចរិតញីស្លាប់ព្រោះដោយសារស្អីគុំធ្វើចរិតលុយវិជ្ជាញឹកដូចចៃពេលនេះ